ជំរាបសួរបងប្អូនពួកម៉ែមីមីខ្ញុំជាជាងបច្ចេកទេសផ្នែក Tractor John Deere ឈ្មោះប៉ែនលីនប្រចាំនៅក្រុមហ៊ុន OMA អញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងយកបទពិសោធន៍ដែលខ្ញុំមានយកមកចែកជូនបងប្អូនឲ្យបានដឹងការជ្រាបលេខប្រេងប៉ុងខាងមុខការជ្រាបលេខនៃប៉ុងខាងមុខនេះកត្តាទី1នៅពេលត្រាក់ទ័រធ្វើការជួរឬវាអង្គុតក្នុងដីភក់វានឹងស្អិតតោងជាប់នៅម្ដុំបរិវេណប៉ុងមុខដែលវាអាចបង្កឲ្យមានការលេចជ្រាបប្រសិនបើយើងខ្វះខាតក្នុងការលំហែទាំលាងសម្អាតបន្ទាប់ពីចុះភក់ឬធ្វើការរួចរាល់ព្រោះដោយសារតែដីឬភក់តោងជាប់បរិវេណប៉ុងមុខយូរទៅវានឹងរឹងជាប់នៅពេលដែលប្រើប្រាស់ដោយមិនបានលាងសម្អាតត្រឹមត្រូវព្រោះវាអាចធ្វើឲ្យកម្ទេចដីចូលទៅក្នុងហ្វឺតដែលបង្កឲ្យមានលេចជ្រាបប្រេងឬខូចប៉ុងមុខត្រាក់ទ័ររបស់បងប្អូនកត្តាទី2ដែលសាប់បងប្អូនមិនសូវបានបាញ់ខ្លាញ់គោនិងក្បាលក្រេះឲ្យបានត្រឹមត្រូវកត្តាទី3ដោយសារតែអាយុកាលរបស់ហ្វឺតការពារប៉ុងមុខត្រាក់ទ័ររបស់បងប្អូនអាយុកាលវាផ្អែកទៅលើកត្តា2មួយអាយុកាលជីវិតរបស់វាដែលដល់ពេលកំណត់ត្រូវខូចឬត្រូវផ្លាស់ប្ដូរថ្មីទី2អាយុកាលខូចដោយសារការខ្វះខាតការថែទាំរបស់បងប្អូនមិនបានត្រឹមត្រូវចំណុចទាំង3នេះហើយដែលធ្វើឲ្យបងប្អូនមានការជ្រាបលេខនៃត្រាក់ទ័រប៉ុងខាងមុខរបស់យើងនឹងចឹងដើម្បីឲ្យមានការលាងសម្អាតនៅត្រាក់ទ័រប៉ុងខាងមុខរបស់យើងត្រូវតែបញ្ឆេះទម្លាក់ប៉ែលចុះក្រោមដើម្បីបង្ហើបកង់ឡើងលើហើយយើងបំបិលកង់មកចំហៀងពេលនេះយើងយកទឹកមកលាងសម្អាតនៅមុខហ្វឺតរបស់យើងឲ្យបានស្អាតយើងបង្វិលវាជា3ឬ4ដងហ្នឹងទៅដើម្បីឲ្យស្អាតពេលដែលស្អាតទាំងសងខាងហើយពេលនោះយើងទម្លាក់ចុះមកវិញចឹងយើងសម្អាតទឹកវានៅខាងលើក្បាលប៉ុងនេះហើយយើងនឹងបាញ់ខ្លាញ់គោសាវាថ្មីម្ដងទៀតបាញ់នៅចុងប៉ុងហើយនឹងកលេខ្វែងទាំងសងខាងក្នុងបច្ចេកទេសយើងឲ្យបាញ់ពី3ថ្ងៃឬ5ថ្ងៃម្ដងបើសិនជាបងប្អូនមានចម្ងល់កន្លែងណានេះសូមបងប្អូនខមមិនឬទេតាមលេខទូរស័ព្ទខាងក្រោមឬមួយតាម Page Tractor John Deere សូមអរគុណសូមជម្រាបលា Tractor John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន OMA Cambodia